spoiler ខ្ញុំថាកម្លាំងរបស់វានៅនៅ Hunter ក៏ពុំបាន20%ដល់30% បង្ហាញទ្រុសទ្រុងហ្នឹងណាកាច់ចូល manual មួយទៀតខ្ញុំថាសល់ប្រហែលទៀតចឹងអ្នក fan point ចឹងរូបរាងកង្កែបតែកង្កែបនេះកង្កែបពិសេសចឹងចាំអូឡយនេះសំខាន់ខ្ញុំចាប់អារម្មណ៍កន្លែងហ្នឹងហើយអានេះអ្នកការបោះ racing ខាងជំនាន់មុនគេចូលប្រកួតហើយចូលប្រកួតឡើងគេចាក់ចឹង point វា design យ៉ាងណាទៀតហើយទុកម៉ោងនេះទុកកំណត់ឲ្យយើងមក lap បានទីបានអីបានអីគ្នាចឹងខ្ញុំថាវាខ្ញុំមានប្រវត្តិជាច្រើនក្នុងឡានហ្នឹងតែយើងអាចយើង appreciate ណាទៅគេថែមលើហ្នឹងអញ្ចឹងបានអ្នកចង់និយាយថាអ្នកតែគាត់ស្រឡាញ់ឡានផងពេល port សារតែអ្នកយានសិននៃឡានហ្នឹងស្រឡាញ់ឡានយន្តនៃឡានច្បាស់ប៉ុណ្ណាដឹងថា port វាអែមប៉ុណ្ណាអីខ្លាំងប៉ុណ្ណាហើយចាំ turbo S នេះទៀតបើគេមើលឡានតែមាន turbo ធម្មតាខ្លាំងខ្ញុំ turbo S ទៀតគឺមិនចឹងអញ្ចឹងបើជាអញ្ចឹងអានេះគឺជា port 911 turbo S ឆ្នាំខ្ពស់2015មិន13មិន14 15ពេញហ្មងឥឡូវយើងមើលតាក់ទងមួយជាគៀងវាអត់មានជាគៀងថ្មីទេព្រោះជាគៀងថ្មីវាអាច4មិនដែរតែប៉ុណ្ណាអីស្អាតអានេះអាច upgrade ឡើង GT2 RS ឬក៏អូខេ GT2 RS ហ្មងមិនតែsupport turbo turbo S អ្នកគាត់ធ្វើវាឆ្លាញ់វា classic នៅតែស្អាតនៅតែអែមអញ្ចឹងនៅអានេះវា aerodynamic បុកខ្យល់ចូលទៅណាឃើញតែឆេងឃើញអីហ្នឹងអញ្ចឹងឆេងខ្យល់ចូលតាមហ្នឹងហើយចាឡានស្ទុះអញ្ចឹងអីអញ្ចឹងវាត្រូវការដុំប្រាំងតែធំមិនមើលដុំប្រាំងអាដុំប្រាំងបត់ផតហ្មងហើយកាបូន ceramic អញ្ចឹងវាមិនចាញ់ជាមួយនឹងពួក Lambo អី Lambo ខ្ញុំមិនឃើញហ่าកាបូន ceramic ដុំប្រាំង ceramic ដូចគ្នាបានទុកជាប់អញ្ចឹងម៉ាស៊ីនរបស់ Porsche មិនគេហៅថា flat six ខ្ញុំថាមានម៉ាស៊ីនមានអានេះដូចជាខាងហើផ្នែកខាងមុខហ្នឹងហើយជាមួយនឹងម៉ាស៊ីនខាងក្រោយវាបើរបស់គេនៅណាទឹកនៅក្រោយនេះហើយចូលមក Turbo S yes សម្រាប់បងដែលជា fan របស់ Porsche យើងមកមើលគ្រឿងនេះហើយម៉ាស៊ីនរបស់គេនៅកន្លែងនេះបន្តិចយើងទុកនេះតិចម៉ាស៊ីនជាដៃវ៉ាន់បានច្រើនហើយបងចាសួរថាចុះឡានយើងឡានសាក់លេខឡើងរះពុនស្លាកលេខហើយស្លាកលេខកម្ពុជាមើលស្លាកលេខឈ្មោះគេហង911 Turbo អត់ស្លាកលេខនេះក៏វាថ្លៃដែរក៏ពិសេសដែរហ្នឹងហើយមើលរបស់គេខ្សែជាងខ្យល់ aerodynamic ហ៊ុនមកចូលក្នុងនេះមកកន្លែងនេះមិនហ៊ុនចូលចោលណាហ៊ុនចូលតែឲ្យខូនមួយសិនខាងក្រោយរ៉ូរីបាទខុសណែមើលទៅទូចដូចតុក DJ តែខ្លាំងដែរបាទខ្លាំងក៏គេដែរ Turbo S ម៉ាស៊ីន3.8ម៉ាស៊ីនរបស់យើងធម្មតាអាច2ចុចជាងឬ3ចុចតែនេះ3.8ដល់ហ៎ខ្លាំងណាស់